បាទជំរាបសួរអតិជន B Store បាទថ្ងៃចង់មក connect motor នេះជាមួយនឹង ESC នេះបាទវាស្រួល connect ទេយើងកុំបឋមវាបាទយើង connect វាមួយមកតាមតាណាវាមកកុំបឋមយើង connect វាខ្សែនេះយើងឥឡូវបើយើងអត់ស្គាល់ថាពណ៌អីដាក់អីអញ្ចឹងយើងដាក់តាមពណ៌សិនមកបាទគាត់ដាក់តាមពណ៌សិនមកឲ្យវាត្រូវទៅខ្សែ connect ខុសក៏មានបញ្ហាដែរបាទយើង connect អញ្ចឹងមកហើយតទៀតបាទយើងដោត receiver ជាមួយនឹងខ្សែ BEC នេះមកបាទពេលខ្សែគឺខ្សែ reverse ប៉ុន្តែយើងមិនបាច់ដោតវាទេយើងដោតមក channel ទី2ប្រភេទ tele ប្រភេទដៃម្ខាងចេះបាទ channel ទី2មកបាទបន្ទាប់ពីដោតអញ្ចឹងហើយយើងត្រូវដោតថ្មបញ្ចូលបាទថ្មបញ្ចូលមកទុកមិនទូទៅបាទឲ្យ motor លឺសំឡេង motor លឺសំឡេងដូចបែបហ្នឹងអូខេតបមកទៀតយើងបើក tele នៅពេលដែល motor លឺបែបហ្នឹងដូចអំបញ្ញមិញហ្នឹងគឺយើងអាច control បញ្ជាវាបានហើយបាច់ទៅបឋមទេដូចអូនមុននោះគាត់ព្រៀងបឋមហើយគាត់អត់កាន់អញ្ចឹងទេគាត់ទុកវាចោលអញ្ចេះហើយគាត់ក៏ដោតពឹបវាកធាក់គាត់ចុចអញ្ចឹងវាកធាក់អញ្ចឹងទៅវាមានបញ្ហាដាច់បញ្ហាដល់ ESC ទៀតអញ្ចឹងកុំភ័យកុំខ្លាចកុំបញ្ញាប់កុំរៀងធ្វើមួយហើយវាអត់មានបញ្ហាឆក់ទេប្រព័ន្ធភ្លើង DC នោះហើយកាន់ឲ្យជាប់ប៉ុណ្នេះទៅ motor ហ្នឹងវាអត់មានកធាក់អីដល់យើងទេកាន់តែខ្សែជាប់អញ្ចេះទៅបើយើងដាក់បែបហ្នឹងបាទអញ្ចឹងយើងចុចទៅបាទគឺវាវិលហើយអានេះមិនបាច់ដោត reverse ទេគឺវាគេហៅថាវា reverse ឲ្យយើងមកប្រភេទ ESC នេះហើយស្រួលប្រើមែនតើសម្រាប់អ្នកលេងមួយទូកបាទប្រភេទ ESC គឺសម្រាប់លេងមួយទូកមកបាទយើងចុះប៉ុណ្ណឹងយើងដឹងហើយវាវិលចុះតិចដល់ឲ្យដឹងថាប៉ុណ្ណឹងវិលមិនបាច់ភ័យគ្រាន់តែញ័ររត់ពេញហ្នឹងអត់កើតទេអញ្ចឹងវាអត់មានបញ្ហាឆក់ឬក៏ប៉ះពាល់យើងទេឲ្យយើងកាន់វាបានត្រឹមត្រូវមុននឹងយើងបញ្ជាហ្នឹងហើយវីដេអូគឺគ្រាន់បង្ហាញតែប៉ុណ្្នឹងទេហើយការប្រើប្រាស់អ្នកគ្នាគួរតែចេះប្រើទៅលើការ connect កាយដែរហើយមួយទៀតការប្រើប្រាស់ទៅមើលថ្មលេងកុំឲ្យអស់ថ្មខ្លាំងពេកហើយនឹងសាកថ្មពេញហើយគឺត្រូវដោះចេញពីប្រភេទឆ្នាំងសាកចេញហើយបើលេងមួយហើយយើងសាកថ្មពេញហើយយើងអត់បានលេងមកអីទេយើងត្រូវយកទៅលេងវាឲ្យសល់ថ្មត្រឹម 70% ទុកសិនទៅចាំដល់ពេលយើងថ្ងៃណាយើងត្រូវលេងទៀតចាំយើងសាកឲ្យពេញចាំលេងទៅព្រោះថ្មនៅពេលពេញខ្លាំងពេកយើងអត់ប្រើរយៈពេលយូរក៏វាហើមប៉ោងដែរហ្នឹងហើយការលេងអស់ខ្លាំងពេកក៏អត់កើតដែរធ្វើឲ្យថ្មឆាប់ខូច cell ដល់ខូច cell ទៅយើងពិបាកនឹងកើវាឡើងបើយើងមានប្រដាប់កើអត់អីទេតែបើយើងអត់មានប្រដាប់កើពិបាកព្រោះថ្មវាខូចភ្លាមយើងអាចកើឡើងបានហើយមួយទៀតលេងត្រូវដឹងថាថ្មអាចលេងបានមួយនាទីហើយយើងលេងកម្លាំងខ្លាំងអត់អញ្ចឹងវាអាចសក់លឿនយើងអាចទៅវាស់ថ្មយើងត្រូវមានប្រដាប់វាស់ថ្មមាន multimeter ឬក៏ថ្ម tester មកដើម្បីទុកវាស់វាដើម្បីឲ្យដឹងតង់ខ្យងរបស់ថ្មប្រភេទថ្ម 11V តាសក់ក្រោម 10V ហើយគឺចាប់ដើមខូច cell មួយ cell ហើយអញ្ចឹងធ្វើម៉េចកុំឲ្យខូចមួយ cell បាទវីដេអូនេះគឺចែកម្លែកតែប៉ុណ្្នឹងទេបើអ្នកគ្នាមានបញ្ហាអីអាចឆាតសួរឬក៏ comment សួរបានទៀតបាទអរគុណតេតតនឹងការបត់បង្ហាញប៉ុណ្ណឹងអរគុណច្រើន